សម្ដេចព្រះស្រីចេថាក្រុងវិជ័យនគរបាទគឺព្រះស្ដេចកនទ្រង់បន្ទាប់ពីជ្រាបហើយឃើញថាពុំសមប្រកបតាមព្រះរាជហឫទ័យដែលទ្រង់ប្រាថ្នាទេទ្រង់ក៏ព្រះវិរោធណាស់តែខ្លែងធ្វើជាទ្រង់ព្រះសម្រួលប្រចិន្តាហើយក៏ត្រាស់ថាចៅពញាច័ន្ទរាជាដែលលួចមកវាយស្រុកខេត្តខាងលិចនេះតើខុសត្រូវជាចោរដែរឬទេបើពុំមែនជាចោរឬរាជទូតទាំង3ក្រាបបង្គំទូលថាទូលព្រះបង្គំទាំងឡាយនឹកឃើញថានឹងទូលតបទៅវិញដែរតែបើនឹងទូលតបតសេចក្តីទៅវិញនោះពុំហ៊ានត្បិតទៅគ្នាតិចពេកដែលទូលព្រះបង្គំទាំងឡាយបានរួចខ្លួនមកនេះក៏ព្រោះតែបុណ្យបារមីសម្ដេចជាអង្គម្ចាស់គ្រប់គ្រងហើយទៅបានជារួចមកនេះបាទអញ្ចឹងសម្ដេចព្រះស្រីចេថាទ្រង់ព្រះសន្តាប់សពគ្រប់ហើយព្រះអង្គក៏ចាត់ចវាយស្រុកនិងកងទ័ពឲ្យនៅរក្សាបន្ទាយមាត់ឃ្មុំបន្ទាយស្រីសឈរហើយព្រះអង្គទ្រង់ក៏លើកទ័ពត្រឡប់ទៅក្រុងវិជ័យនគរវិញសម្ដេចព្រះបរមពុទ្ធជាអង្គម្ចាស់ផែនដីប៉ែកខាងលិចទ្រង់ជ្រាបថាព្រះស្ដេចកនលើកទ័ពត្រឡប់ទៅមុនហើយនោះទើបព្រះអង្គបង្គាប់ចវាយស្រុកឲ្យនៅរក្សាបន្ទាយកំពង់សៀមបារាយជើងព្រៃរួចស្ដេចក៏លើកទ័ពត្រឡប់មកបន្ទាយខេត្តបរិបូរវិញព្រះអង្គលើកហួសទៅខេត្តពោធិ៍សាត់ទៀតហើយក៏ត្រាស់ឲ្យពោលធ្វើដំណាក់តូចធំប្រក់ស្លឹកមានសទ្ធាចុងរងទីក្រៅនិងខាងក្នុងរួចស្រេចហើយស្ដេចទ្រង់ក៏មានព្រះរាជបន្ទូលទាំងអស់សពមុខមន្ត្រីថាទំនៀមទម្លាប់ពីបុរាណរៀងមកដល់រដូវមហាសង្ក្រាន្តចូលឆ្នាំថ្មីហើយព្រះមហាក្សត្ររាជស្ដេចតែងតែចេញទតព្រះនេតអស់សេនាទាហាននិងអាណាប្រជានរាស្ត្រនៅក្នុងខេត្តដែលបានហាត់ក្បួនគុនដាវអាវុធមកប្រជុំថ្វាយថ្វីដៃបើគូណាដៃជាទ្រង់តែងប្រោះព្រះរាជទានរង្វាន់និងចិញ្ចឹមឲ្យជារេពូលតទៅទៀត3ឆ្នាំមកហើយនេះយើងបានឃើញថាមនុស្សដែលចូលមកប្រឡងយកថ្វីដៃតិចណាស់យើងនឹងរើសដាក់ជាទាហានក៏ពុំគ្រប់គ្រាន់ពុំធួននឹងរាជការដែលត្រូវការសោះឥឡូវនេះចិត្តចូលឆ្នាំថ្មីហើយគប់បីឲ្យអស់សេនាបតីប្រកាសឲ្យគ្រប់ខេត្តឲ្យបានដឹងថាដោយឈ្មោះណាបាញ់កំភ្លើងធ្នូស្នាត្រង់ច្បាំងនៅលើខ្នងដំរីឈ្នះគេ3ថ្ងៃយើងនឹងទុកជាឯកលេខ1ហើយយើងនឹងប្រោសព្រះរាជទានឲ្យមានយុស័ក5ហូរពាន់ព្រមទាំងព្រះរាជរង្វាន់មាសប្រាក់ភូមិឋានស្រែចម្ការច្បារដំណាំភូមិឋានឲ្យមានសមគួរបើឈ្មោះណាកាន់អាវុធចម្បាំងគ្នានៅលើខ្នងសេះឈ្នះគេ3ថ្ងៃយើងនឹងទុកជាតោលេខ2យើងនឹងព្រះរាជទានយុស័កជា4ហូរពាន់និងរង្វាន់មាសប្រាក់ភូមិឋានឲ្យតាមសមគួរដែរបើឈ្មោះណាកាន់អាវុធច្បាំងគ្នាឈ្នះគេនៅលើដី3ថ្ងៃទុកជាត្រីលេខ3យើងនឹងប្រោសព្រះរាជទានយុស័ក3ហូរពាន់និងរង្វាន់មាសប្រាក់តាមការសមគួរបើគូណាមានថ្វីដៃចុះជារណ្ដាបក្រៅពីនោះយើងនឹងព្រះរាជទានជាអុកម៉ឺនជាម៉ឺនជានាយរាល់រូបគ្រប់គ្នាទាំងអស់សេនាបតីក្រាបបង្គំទទួលព្រះរាជបន្ទូលថ្លៃពិសេសហើយក៏ថ្វាយបង្គំលាចេញទៅធ្វើសម្បត្តិប្រកាសប្រាប់ទៅចវាយស្រុកឲ្យប្រាប់អស់អ្នកមុខអ្នកការបណ្ដារាស្ត្រឲ្យដឹងគ្រប់គ្នាតាមត្រាស់បង្គាប់ខណៈនោះអស់មនុស្សដែលមានចំណេះវិជ្ជាការខំហ្វឹកហាត់ហ្វឹកវើនហាត់រៀនរាល់គ្នាលុះចូលឆ្នាំសង្ក្រាន្តថ្មីឆ្នាំរោងទោស័កសេនាទាហានអាណាប្រជានរាស្ត្រក៏ចូលមករកនាយចវាយទីតីដើម្បីរងចាំដល់ថ្ងៃចូលព្រាត់និងប្រឡងចំណេះវិជ្ជាថ្វាយថ្វីដៃគ្រប់គ្នាការប្រឡងជាន់នោះរើសបានសេនាទាហានច្រើនលើសពីឆ្នាំមុន10សួនពុទ្ធសករាជ2064គ្រិស្តសករាជ1520មហាសករាជ1442ចលសករាជ882ឆ្នាំរោងទោស័កសេរីរាជសម្បត្តិស្ដេចគ្រប់គ្រងនគរនៅខេត្តខាងលិចបាន5ព្រះវស្សាសម្ដេចព្រះអគ្គមហេសីក៏សម្ភពរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាមថាព្រះរាមាធិបតីសម្ដេចព្រះពេទ្យរង្គាធិរាជជាអង្គម្ចាស់ត្រាស់ឲ្យព្រះរាជគ្រូបូរហិតព្រឹទ្ធាចារ្យសេនាបតីរៀបទទួលតាមព្រះសិរីយុសសម្ដេចព្រះឱរសធិរាជឯកតាមទំនៀមលុះបាន1ខែក្រោយមកទ្រង់ក៏ត្រាស់បង្គាប់ឲ្យមុខងារធ្វើព្រះរាជពិធីចម្រើនព្រះកេសាព្រៃ
លុះធ្វើស្រេចហើយអស់សេនាបតីមន្ត្រីមុខងារទាំងពួងក៏នាំកូនប្រុសស្រីនិងទាសាទាសីគោក្របីសេះរទេះទូកចេញហែសវណ្ណមេលាថ្វាយភួងព្រះហស្ថរាល់គ្នាឯសម្ដេចព្រះវររាជបិតាក៏ទ្រង់ប្រោសព្រះរាជទានសួយសហករក្នុងខេត្តបាត់ដំបងជាចំណងព្រះហស្ថនៃសម្ដេចព្រះព្រៃបុត្របរិសិទ្ធរាជាមាធិបតី